Rừng pram yang sầm khánh đèn máy của bằng riêng côn prongទី1បង្រៀនដោយការគោរពនិងមេត្តាដល់អ្នកដទៃអ្នកម៉ែត្រូវបង្រៀនកូនប្រុសរបស់អ្នកម៉ែឲ្យចេះដឹងនិងស្គាល់ពីការគោរពសិទ្ធិនិងយល់អារម្មណ៍អ្នកដទៃមិនថាជាស្ត្រីឬបុរសឬក៏មនុស្សចាស់ឬក្មេងទី2ការទទួលខុសត្រូវចូលបង្រៀនកូនអ្នកម៉ែឲ្យស្គាល់ពីការទទួលខុសត្រូវចំពោះអំពើនិងសកម្មភាពរបស់ខ្លួនចាប់ពីរឿងតូចតាចឡើងទៅដូចជាការរៀបចំគ្រែគេងសម្ភារៈក្នុងផ្ទះរហូតដល់ការធ្វើការងារឬដោះស្រាយបញ្ហា3បង្ហាញអារម្មណ៍យ៉ាងមានសុវត្ថិភាពបរោះមិនគួរត្រូវបានបង្រៀនឲ្យស្ងៀមស្ងាត់ឬលាក់អារម្មណ៍ទេម្ដាយជាជំនួយដ៏សំខាន់ក្នុងការបង្រៀនកូនឲ្យយល់ថាការយំឬការបង្ហូរទឹកភ្នែកឬភាពព្រួយក្រៀមក្រំគឺជាអារម្មណ៍ធម្មតាមិនចាំបាច់ត្រូវលាក់បាំងនោះទេទី4បង្រៀនកូនឲ្យចេះជំនាញជីវិតបង្រៀនកូនឲ្យចេះធ្វើការងារផ្ទាល់ខ្លួនដូចជាការរៀបចំខោអាវបោកគក់ខោអាវនិងរៀបចំតុបាយឬក៏សម្អាតបន្ទប់វាជាការបង្រៀនកូនឲ្យក្លាយទៅជាមនុស្សឯករាជ្យនិងមានសុវត្ថិភាពគ្រប់គ្រងជីវិតខ្លួនឯង5កិត្តិយសនិងអរិយាប័ត្រល្អម្ដាយជាគំរូដ៏ល្អក្នុងការបង្រៀនកូនអំពីកិច្ចការល្អរបៀបនិយាយសេចក្តីស្មោះត្រង់និងសុជីវធម៌វាជាមូលដ្ឋានសំខាន់នៃភាពជាបរិសុទ្ធគួរឲ្យគោរពបង្រៀនកូនប្រុសគឺមិនមែនសម្រាប់ធ្វើឲ្យក្លាយទៅជាបរិសុទ្ធខ្លាំងប៉ុណ្ណោះទេប៉ុន្តែត្រូវបង្រៀនឲ្យគេក្លាយទៅជាបរិសុទ្ធដែលមានបេះដូងរឹងមាំពោរពេញទៅដោយសេចក្តីមេត្តានិងគុណធម៌អរគុណដែលអ្នកបានស្ដាប់សារមួយនេះសូមអ្នកស្ដាប់ហើយពិចារណាតាមការគួរសូមអរគុណសូមជម្រាបលា